តោះពុកដល់ម៉ោង8ណាត់ហើយតាអញ្ចឹងពួកណៃកុំភ្លេចយកបានសមត្ថទៅផងបាទបងបានមកយើង អរគុណសុខុម មករយៈហ្នឹងឃើញសេនាអាសាមើលមកផ្ទះខ្ញុំមានការអីមែន អូដោយសារខ្ញុំឃើញអ្នកផ្ទះសុខុមឧស្សាហ៍ទៅមណ្ឌលសុខភាពតែដូចជាខ្វល់ខ្វាយលុយចំណាយអីសោះ អូអញ្ចឹងឯងនេះមកវិញខ្ញុំមានបានសមត្ថដែលជាកម្មវិធីមូលនិធិសមត្ថរបស់សុខាភិបាលដែលបងថ្លៃដោយរដ្ឋាភិបាលទៅលើសេវាសុខាភិបាលផ្សេងៗដូចជាបង្ការពិនិត្យព្យាបាលសម្រាលកូននិងស្ដារនីតិសម្បទាករណីខ្លះជួយលើថ្លៃធ្វើដំណើរអាហារវិភាគធាតុបនសពទៀតសេនាបើចង់ដឹងព័ត៌មានច្បាស់សេនាអាចទៅមណ្ឌលសុខភាពដើម្បីសួរព័ត៌មានលម្អិតបានណាសេនា អូខ្ញុំមានបានសមត្ថនឹងដែរតាតែអត់ដែរប្រើសោះអរគុណណាស់សុខុម បាទអត់អីទេ អត់ឃើញឯងនៅនេះសោះ សេនា ចាពុក មើលម៉ែនេះកូន យ៉ាងម៉េចឯងម៉ែបើមិនយើងទៅមណ្ឌលសុខភាពហ្មងទៅ ម៉ែលុយគេនិយាយថាត្រូវចំណាយច្រើនណាស់ហើយមិនស្រួលហ្នឹងពេទ្យគេមិនយកចិត្តទុកដាក់យើងទេកូនអើយ តែកូននៅសុខុមនិយាយថាបើយើងប្រើបានសមត្ថនេះខ្ញុំមិនបាច់ចំណាយទេចាំកូនទៅពឹងគាត់សុខុម មានការអីមែន ម៉ែខ្ញុំក៏អត់ខ្លាំងដែរជួយជូនគាត់ទៅមណ្ឌលសុខភាពផងម៉ែណាត់ បានអញ្ចឹងសេនាកុំភ្លេចយកបានសមត្ថទៅផងណា ចាគង់តែបានសុខុមកុំអីខ្ញុំហ៊ានជួយម៉ែទៅមណ្ឌលសុខភាពទេជាសួរគ្រូ មានសួរ លោកគ្រូខ្ញុំមកបងផ្សាយសេវា អូមានបានសមត្ថអត់ នេះលោកគ្រូ អញ្ចឹងសម្រាប់ថ្លៃទូទាត់គឺយើងបានទូទាត់រួចអស់ហើយ អរគុណច្រើនលោកគ្រូខ្ញុំនឹកស្មានថាបានសពធននេះមានអត្ថប្រយោជន៍និងងាយស្រួលប្រើដល់ម្លឹងសោះ បាទបុគ្គលិកពេទ្យទាំងអស់នៅតែរក្សាការយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាសុខាភិបាលសម្រាប់មនុស្សគ្រប់រូបដូចគ្នានៅពេលដែលបងប្រើបានសមត្ថមួយនឹងហើយអ្វីដែលពិសេសបងត្រូវតែរក្សាបានមួយនេះឲ្យល្អកុំឲ្យជុបបាត់ហើយបងពិតជាសំណាងមែនទែនដែលបងជាមួយស្វាមីបាននាំអ្នកមីងមកតាន់ពេល ម៉ែតើតែម៉ែខ្ញុំអត់ជាសោះជួយជូនពួកខ្ញុំទៅមណ្ឌលសុខភាពដងទៀតបានអត់ បាទបានតា តាមស្ថានភាពរបស់ម្ដាយប្អូនខ្ញុំណែនាំឲ្យបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកវិញ ចោះថ្លៃចំណាយអ្នកគ្រូ កុំបារម្ភអីប្អូនអាចនាំមីងទៅបានដោយប្រើបានសមត្ថភាពនេះយើងរីករាយនឹងជួយប្អូនអញ្ចឹងប្អូនហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅខ្ញុំនឹងរៀបចំឯកសារបញ្ជូនឲ្យ អរគុណច្រើនអ្នកគ្រូខ្ញុំនឹកស្មានថាបាននេះអាចខ្លាចជាកំណត់ព្រាត់ជួយជីវិតម៉ែខ្ញុំបានសោះ អញ្ចឹងប្អូនហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅ អេគិតអីហ្នឹងខ្ញុំនេះឯងចឹង អូមានគិតអីផង ខ្ញុំមិននឹកស្មានថាសង្គមជាមនុស្សល្អអញ្ចឹងទេណែគុំតបានគេនឹងបានសមត្ថភាពទេណាគុំអីម៉ែវាឯងមិនបានជាអញ្ចឹងទេ អូលើកដៃថ្វាយព្រះមួយហើយនៅអៀនគ្នាអីទៀតម៉ែឥឡូវបានធូរហើយកូននាំគ្នាគិតគូរគ្នាទៅ មូលនិធិសមត្ថសុខាភិបាលមាននៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈគ្រប់កម្រិតមូលនិធិសមត្ថសុខាភិបាលផ្ដល់ភាពកក់ក្ដៅ